សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកវិភាគរឿងម្ចាស់ស្នេហ៍ប្រែបេះដូងភាគទី18ទាំងអស់គ្នាមុននឹងយើងចូលដល់ការវិភាគសាច់រឿងម្ចាស់ស្នេហ៍ប្រែបេះដូងភាគទី18យើងមកសង្ខេបសាច់រឿងនៅភាគទី17មុនសិនណាអ្នកទាំងអស់គ្នាចាំយើងទៅដល់ការវិភាគសាច់រឿងភាគទី18នៅប្រដានសាច់រឿងភាគទី17នេះដែរគឺថាជីជីបានឲ្យយាយហៅបងប្អូនយាយទាំងអស់មកមើល live គាត់ដែលជួយទិញស្នេហ៍គាត់គ្រាន់តែមើល live ហ្នឹងគឺថាគាត់ឲ្យគេ 50,000 រៀលគឺថាយាយមានបងប្អូនដល់ទៅ50នាក់ទៅគាត់ហៅមកដើម្បីយកលុយចែកលេងថានៅពេលដែលលោកវិទ្យមកដល់ផ្ទះគឺថាជីជីបានប្រាប់លោកវិទ្យថាគាត់បានលក់អស់50លេស្នេហ៍តែលោកវិទ្យមិនចាប់អារម្មណ៍តែមកដល់កន្លែងជីជីនេះវិញគឺថាគាត់ខំរំដើម្បីតាក់ចិត្តលោកវិទ្យប៉ុន្តែលោកវិទ្យក៏នៅតែអត់ចាប់អារម្មណ៍កាត់មកដល់កន្លែងនេះវិញគឺថាលោកវិទ្យបានទៅសួរនាំយាយប៉ុន្តែយាយគឺគាត់ឆ្លើយមិនមែនជាការពិតទាំងអស់គឺថាគាត់ព្យាយាមកុហកកាន់ជើងជីជីប៉ុន្តែលោកវិទ្យក៏គាត់មិនទាន់ទុកចិត្តយាយខ្លាំងណាស់ណាដែរព្រោះគាត់សួរនាំសិនលុះព្រឹកឡើងគឺថាលោកវិទ្យបានហៅបងឆាយមកសួរនាំពីអាបើដែលជាគ្នារបស់គាត់ទោះបីជាមានផុសតាំងប៉ុណ្ណាក៏ដោយក៏បងឆាយក៏គាត់នៅតែមិនសារភាពថាអាបើជាគ្នារបស់គាត់ដែរការមកដល់ផ្ទះចៃម៉ាលីវិញគឺថាចាជីគាត់ទៅរករឿងចៃម៉ាលីដល់ផ្ទះប៉ុន្តែចៃម៉ាលីគាត់មិនទៅខ្លាចអីព្រោះអីជីផ្ទះរបស់គាត់ហ្នឹងចឹងគាត់អត់ខ្លាចហ៊ានវាយគាត់វាយវិញឯនេះគ្នាគាត់ស្លេដែរហ្នឹងរូរៀងល្ងាចបន្តិចគឺថាចាជីគាត់បានទៅកណ្ដាលដោយលោកវិទ្យគឺមិនដឹងទេថាចាជីគាត់ទៅណាហើយក៏គាត់ចូលមកបន្ទប់របស់គាត់គឺឃើញសម្បត្តិនេះនៅខាងក្រោមតុគាត់បើកមើលទៅគឺថាបងសនគាត់ចូលមកកាត់ចង្វាក់តែម្ដងគឺថាអត់បានបើកមើលបាននៅសម្រាប់ទេហើយបងសនក៏គាត់មកដើម្បីតែលោកវិទ្យគាត់ហៅទៅសួរនាំអំពីរឿងបងឆាយដូចគ្នាដែរខណៈពេលដែលល្អដែរគឺថាបងសនគាត់ទៅធ្វើផ្លាតនៅឯផាប់មួយកន្លែងគឺថាគាត់ឃើញជីហើយនឹងបងឆាយនឹងគឺថាស្និទ្ធស្នាលគ្នាខ្លាំងមែនតើគាត់ក៏បានថតវីដេអូនេះផ្ញើឲ្យលោកវិទ្យហើយលោកវិទ្យក៏បានឃើញវីដេអូនោះដែរគឺថាលោកកាន់តែអារម្មណ៍មួយនឹងជីថែមទៀតផងលុះពេលជីមកដល់ផ្ទះវិញគឺថាលោកវិទ្យបានសួរនាំជីថាជីហ្នឹងគាត់ទៅណាដោយសារតែលោកវិទ្យដឹងហើយគាត់ចង់នឹងហៅជីពិតឬក៏កុហកថាជីគាត់បានកុហកមែនគាត់ថាទៅហូបបាយនៅផ្ទះប៉ាតមកជីគាត់ចូលទៅក្នុងបន្ទប់របស់គាត់តែគាត់ឃើញសម្បត្តិនេះនៅលើតុគាត់បានទៅសួរបងវិទ្យថាបងវិទ្យបានបើកមើលអត់តែលោកវិទ្យថាអត់បានបើកមើលទេតែលោកវិទ្យគាត់និយាយដល់មុខស្មាទៅអ្នកទាំងអស់គ្នាអញ្ចឹងជីគាត់កាន់តែគិតថាលោកវិទ្យបានបើកមើលឬក៏មិនបានបើកមើលទោះយកបន្តិចគឺថាជីគាត់បានយកអាសបិតពីនិតផ្ទៃពោះរបស់គាត់នឹងទៅបោះចោលក្នុងធុងសារ៉ាមហើយរឿងនេះក៏ស្លាប់ត្រឹមតែប៉ុណ្ណឹងតោះអ្នកទាំងអស់គ្នាឥឡូវយើងទៅវិភាគសាច់រឿងភាគទី18ទាំងអស់គ្នាយើងក៏ទៅគឺថាលោកវិទ្យកាន់តែមានផុសតាំងច្រើនទៅលើជីណាអ្នកទាំងអស់គ្នាបើតាមខ្ញុំគិតវិញគឺថាភាគក្រោយគឺថាលោកវិទ្យមិនទាន់តាមរកចៃម៉ាលីភ្លាមនោះទេគឺថាលោកវិទ្យអាចនឹងរកផុសតាំងកាន់តែច្រើនដើម្បីចាប់ទៅលើជីហើយយើងមានឆ្ងល់ថាលោកវិទ្យគាត់បានបើកមើលសម្បត្តិនោះបានច្រើនអត់ព្រោះអីពេលដែលបងសនគាត់ចេញទៅផាប់ហ្នឹងយើងគាត់ថាលោកវិទ្យអាចនឹងបើកមើលអាសម្បត្តិហ្នឹងហើយតើសម្បត្តិហ្នឹងដែលជីយកបោះចោលក្នុងធុងសារ៉ាមហ្នឹងតើមានអ្នកឃើញដែរអត់បើសិនមានអ្នកឃើញគឺថាបើលោកវិទ្យឃើញវិញគឺថានឹងចប់បាត់ហើយអញ្ចឹងយើងមានតែរងចាំទស្សនាភាគទី18ទេអ្នកនរគ្នាអញ្ចឹងវីដេអូនេះឈានដល់ទីបញ្ចប់សូមអរគុណនិងសូមជម្រាបលា